ចាសួស្តីបងប្អូនទាំងគ្នាចា៎អ្នកគ្រូចូលមកដល់ការពន្យល់មេរៀនបន្តទៀតអញ្ចឹងត្រង់កន្លែងនេះគឺអ្នកគ្រូសូមធ្វើការឲ្យអូនស្គាល់ជាមួយនឹងពាក្យដែលអ្នកគ្រូធ្វើការសរសេរនៅខាងក្រោមសិនដើម្បីឲ្យអូនចេះអានយកពាក្យទាំងអស់ហ្នឹងយកមកផ្សំប្រកបជាមួយគ្នាអញ្ចឹងត្រង់កន្លែងនេះអូនត្រូវដឹងថាពាក្យច្រើនយើងអានតែច្រើនអញ្ចឹងនៅពេលដែលអូនអានគឺអូនយកភ្ជញ្ជនៈប្រកបជាមួយនឹងជើងភ្ជញ្ជនៈហើយប្រកបជាមួយនឹងស្រៈណាចឹងអូនប្រកបថាចចង្រច្រអើច្រើនណច្រើនចាអញ្ចឹងពាក្យនេះអូនអានថាច្រើនណាបើសិនជាក្នុងករណីអូនភ្លេចអូនត្រូវតែព្យាយាមថាឲ្យបានច្រើនដងហើយព្យាយាមតំតែងពាក្យហ្នឹងច្រើនណាចាអញ្ចឹងចូលមកដល់ពាក្យទី2ពាក្យទី2នេះអូនអានថាតិចម្ដងទៀតតិចតអិតិចតិចអូនអានថាតិចណាពាក្យទី3នេះអូនអានថាជាងចូលអ៊ីជាងងជាងចាអូនអានថាជាងពាក្យទី4គឺអូនអានថាគេកូអេគេចាអ្នកគ្រូអានឲ្យម្ដងទៀតច្រើនតិចជាងគេអញ្ចឹងត្រង់កន្លែងនេះអូនឃើញថាអ្នកគ្រូយកពាក្យណាយកមកដាក់ជាមួយនឹងគ្នាចានេះពាក្យនេះត្រូវទេចាអញ្ចឹងអ្នកគ្រូយកមកដាក់ជាមួយគ្នាអូនអានថាច្រើនជាងម្ដងទៀតច្រើនជាងចាបន្តមកទៀតគឺអ្នកគ្រូយកពាក្យមួយណាវិញម្ដងចាគឺអ្នកគ្រូយកពាក្យមួយនេះយកមកដាក់ជាមួយនឹងពាក្យមួយនេះអញ្ចឹងអូនអានតាមអ្នកគ្រូតិចជាងចាបន្តមកទៀតគឺអ្នកគ្រូយកពាក្យណាយកមកដាក់ជាមួយនឹងពាក្យណាចាគឺអ្នកគ្រូយកពាក្យមួយនេះយកមកដាក់ជាមួយនឹងពាក្យមួយនេះចាអញ្ចឹងអូនអានថាតិចជាងគេម្ដងទៀតតិចជាងគេម្ដងទៀតតិចជាងគេតាអញ្ចឹងត្រង់កន្លែងនេះអូនឃើញថារូបមុខរបស់អ្នកគ្រូគឺអូនអានតាមអ្នកគ្រូម្ដងទៀតច្រើនជាងតាកន្លែងរូបភាពត្រីនេះអូនអានថាតិចជាងតាអញ្ចឹងអូនអានតាមអ្នកគ្រូកន្លែងសត្វភ័យនេះគឺអូនអានថាតិចជាងគេ